និទានខ្មែរប្រាក់ខែ$500ស្រីមិនស្រឡាញ់ទេកាលពីព្រេងនាយនៅក្នុងទីក្រុងតូចមួយមានយុវជនស្លូតបូតម្នាក់ឈ្មោះតារាគាត់ធ្វើការនៅក្រុមហ៊ុនឯកជនមួយហើយទទួលបានប្រាក់ខែ$500ក្នុងមួយខែតារាមិនមានរថយន្តទំនើបឬផ្ទះធំស្កឹមស្កៃទេគាត់ជិះម៉ូតូចាស់មួយគ្រឿងហើយរស់នៅក្នុងបន្ទប់ជួលតូចមួយថ្ងៃមួយតារាបានស្គាល់នារីម្នាក់ឈ្មោះលីណាគាត់ចូលចិត្តនាងខ្លាំងហើយបានសារភាពពីអារម្មណ៍របស់ខ្លួនលីណាបានស្ដាប់ដោយសុភាពហើយនិយាយថាអ្នកជាមនុស្សល្អប៉ុន្តែខ្ញុំគិតថាយើងមិនទាន់សមគ្នាទេតារាខកចិត្តណាស់គាត់គិតថាប្រហែលជាប្រាក់ខែ$500របស់ខ្លួនគឺជាមូលហេតុមិត្តភក្តិខ្លះក៏និយាយថាសម័យនេះប្រាក់ខែតិចស្រីមិនស្រឡាញ់ទេប៉ុន្តែជីតារបស់តារាបានប្រាប់គាត់ថាកុំប្រញាប់សន្និដ្ឋានមនុស្សម្នាក់មានហេតុផលនិងជម្រើសខុសគ្នាអ្វីដែលសំខាន់គឺត្រូវខិតខំកែលម្អខ្លួនឯងតារាបានយកពាក្យនោះទុកក្នុងចិត្តគាត់ចាប់ផ្ដើមសន្សំប្រាក់រៀនជំនាញថ្មីនិងខិតខំធ្វើការបន្ថែម2ឆ្នាំក្រោយមកគាត់បានឡើងតំណែងមានចំណូលល្អជាងមុនហើយបង្កើតអាជីវកម្មតូចមួយដោយខ្លួនឯងថ្ងៃមួយគាត់បានជួបនារីម្នាក់ឈ្មោះសុភីនាងមិនសួរពីប្រាក់ខែឬទ្រព្យសម្បត្តិរបស់គាត់ឡើយផ្ទុយទៅវិញនាងសួរថាតើអ្នកមានក្តីសុបិនអ្វីហើយតើអ្នកចង់កសាងអនាគតបែបណាការសន្ទនានោះធ្វើឲ្យតារាយល់ថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែវាស់តម្លៃអ្នកពីប្រាក់ខែទេក្រោយមកពួកគេទាំងពីរបានរួមគ្នាខិតខំធ្វើការសន្សំប្រាក់និងកសាងគ្រួសារដោយសេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមកតារាបានញញឹមហើយនិយាយថាខ្ញុំធ្លាប់គិតថាប្រាក់ខែ$500គឺជាបញ្ហាធំបំផុតតែការពិតបញ្ហាគឺខ្ញុំមិនទាន់ជឿជាក់លើខ្លួនឯងនិងមិនទាន់បន្តអភិវឌ្ឍខ្លួនគិតបណ្ឌិតប្រាក់ខែអាចជាផ្នែកមួយនៃជីនិទានខ្មែរប្រាក់ខែ$250និងសេចក្តីស្រឡាញ់ពិតកាលពីព្រេងនាយនៅភូមិមួយក្បែរទីក្រុងមានយុវជនម្នាក់ឈ្មោះសុភ័ក្រគាត់ធ្វើការនៅរោងចក្រមួយហើយទទួលបានប្រាក់ខែត្រឹម$250ក្នុងមួយខែទោះជាប្រាក់ខែមិនច្រើនក៏ដោយសុភ័ក្រជាមនុស្សឧស្សាហ៍ព្យាយាមស្មោះត្រង់និងតែងជួយឪពុកម្ដាយថ្ងៃមួយគាត់បានស្គាល់នារីម្នាក់ឈ្មោះស្រីនាងអ្នកភូមិខ្លះនិយាយថាប្រាក់ខែ$250តើមានអ្នកណាស្រឡាញ់ទៅសុភ័ក្រគ្រាន់តែញញឹមហើយបន្តខិតខំធ្វើការរបស់ខ្លួនស្រីនាងមិនដែលសួរថាគាត់រកបានប៉ុន្មាន$ទេនាងសង្កេតឃើញថាសុភ័ក្ររាជាមនុស្សមានទំនួលខុសត្រូវចេះសន្សំប្រាក់និងមានផែនការសម្រាប់អនាគតថ្ងៃមួយនាងបាននិយាយថាខ្ញុំមិនស្រឡាញ់អ្នកព្រោះប្រាក់ខែទេខ្ញុំស្រឡាញ់អ្នកព្រោះអ្នកជាមនុស្សល្អនិងមិនបោះបង់ក្តីសុបិនរបស់ខ្លួនពាក្យនោះធ្វើឲ្យសុភ័ក្រមានកម្លាំងចិត្តខ្លាំងគាត់បន្តរៀនជំនាញថ្មីនិងខិតខំធ្វើការកាន់តែល្អប៉ុន្មានឆ្នាំក្រោយមកជីវភាពរបស់ពួកគេក៏ប្រសើរឡើងពួកគេបានកសាងគ្រួសារមួយដែលពោរពេញដោយការគោរពនិងការជួយគ្នាទៅវិញទៅមកអ្នកភូមិជាច្រើនបានយល់ថាសេចក្តីស្រឡាញ់ពិតមិនអាស្រ័យលើចំនួនប្រាក់ខែតែមួយមុខទេប៉ុន្តែអាស្រ័យលើចរិតល្អការទទួលខុសត្រូវនិងការខិតខំរួមគ្នាគិតបណ្ឌិតទ្រព្យសម្បត្តិអាចផ្លាស់ប្ដូរបានប៉ុន្តែចិត្តស្មោះត្រង់ការខិតខំនិងការគោរពគ្នាទៅវិញទៅមកគឺជាមូលដ្ឋាននៃសេចក្តីស្រឡាញ់ដែលស្ថិតស្ថេរ